តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin ចង់មកប្រាប់ពីវិធីនៅក្នុងការ customize ដាក់ជាមួយនឹង clock display នៅលើអេក្រង់ទូរស័ព្ទដៃរបស់យើងបែបនេះហ្នឹងហើយដែលយើងអាចធ្វើការ set up ក៏ដូចជាដាក់ជាមួយនឹង clock display ស្អាតៗឈូតបែបនេះបានសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃ Samsung អញ្ចឹងរបៀបនៅក្នុងការដាក់ដំបូងបងប្អូនត្រូវមានកម្មវិធីមួយឈ្មោះថា Good Lock ជាមុនសិនណាបើបងប្អូនដែលអត់មានទេអាចធ្វើការ download បានតាម Play Storeអូខេធ្វើការចុចចូលទៅកាន់កន្លែង Good Lock ហ្នឹងទៅបន្តមកទៀតយើងត្រូវទៅរកពាក្យមួយមានឈ្មោះថាclock face នេះពេលដែលយើងចុចចូលទៅក្នុងកន្លែង clock face ហ្នឹងហើយចាំបន្តិចព្រោះអីវាត្រូវការដើរតិចសិនណាបន្តមកទៀតកន្លែងនេះវានឹងលោតចេញជាមួយនឹង style display ឲ្យយើងច្រើនហើយខ្ជូតមែនតើអញ្ចឹងបើសិនជាយើងឆ្លៃពេញចិត្តមុនណាគ្រាន់ធ្វើការ select លើវាទៅបានហើយប៉ុន្តែបើសិនជាបងប្អូនអត់ពេញចិត្តទេយើងក៏អាច customize ឬក៏យើងអាចចូលកន្លែង my clock នេះ create new អញ្ចឹងកន្លែងហ្នឹងបងប្អូនអាចធ្វើការ set up កែ font កែអីបានទៅតាម mode ឬក៏តាម style ដែលយើងឆ្លាញ់អីចឹងទៅអូខេប៉ុន្តែសម្រាប់ខ្ញុំអត់យកហ្នឹងទេខ្ញុំដោយសារខ្ញុំពេញចិត្តនៅអា style ដែលគេឲ្យស្រាប់ៗនេះហើយអញ្ចឹងបើឆ្លៃពេញចិត្តមកណាគ្រាន់ select លើវាហើយកន្លែង tick នេះទៅអូខេតែប៉ុណ្្នឹងឯងហើយបន្តមកទៀតបើសិនជាបងប្អូននេះវានឹងលុត preview ឲ្យយើងមើលដែរកន្លែងនេះណាបើសិនជាបងប្អូនគិតថាអូខេឆ្លាញ់ mode នឹងអីហើយយើងចុចយើងចុចដានទៅអូខេចឹងខ្ញុំធ្វើការឆ្លៃម្ដងទៀតណាដោយសារតាមមិញវារៀង error ចឹងចុចដានឡើងនេះហើយរួចរាល់ហើយចាំមើលយើងទៅមើលទាំងអស់គ្នានេះឃើញអត់យើងនឹងទទួលបានជាមួយនឹង clock បែបស្អាតៗឈូសបែបនេះ display លើអេក្រង់របស់យើងហើយចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ